ឯកឧត្តមឧត្តមសេនីយ៍ Q Chain រដ្ឋលេខាធិការក្រសួងការពារជាតិនិងឯកឧត្តមឧត្តមសេនីយ៍បំរុងងវៀនឈឿងថាំងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានធ្វើជាសហប្រធានដឹកនាំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមលើកទី9នៅទីស្តីការក្រសួងការពារជាតិរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ Q Chain រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ថាកិច្ចសន្ទនានេះបានរៀបចំឡើងក្នុងស្ថានភាពតំបន់និងពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័សស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានដូចនេះជាឱកាសមួយដ៏សំខាន់សម្រាប់យើងរួមគ្នាធ្វើការវិតម្លៃលើលទ្ធផលនៃការអនុវត្តលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរកម្ពុជាវៀតណាមលើកទី8ដែលបានរៀបចំនៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីដាក់ចេញនៅទិសដៅកិច្ចសហប្រតិបត្តិការបន្តសម្ដៅលើកកម្ពស់បន្ថែមទៀតនៅទំនាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងការពារជាតិទាំងពីរក្នុងកម្រិតថ្មីមួយទៀតឲ្យកាន់តែស៊ីជម្រៅមានប្រសិទ្ធភាពនិងនិរន្តរភាពរួមចំណែកដល់ស្ថិរភាពនយោបាយតាមការបដិញ្ញាចិត្តរបស់ថ្នាក់ដឹកនាំកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរក្នុងការរក្សានិងអភិវឌ្ឍបន្ថែមទៀតនៅទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងការសហការគ្នាជាយុទ្ធសាស្ត្រយូរអង្វែងនៅក្នុងកិច្ចសន្ទនានេះភាគីទាំងពីរបានធ្វើការវិតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ2026ប្រកបដោយស្មារតីទទួលខុសត្រូវគ្រប់ជ្រុងជ្រោយស៊ីជម្រៅប្រសិទ្ធភាពលើការងារដែលបានដាក់ចេញរួមមានការងារនយោបាយនិងឃោសនាអប់រំចិត្តសាស្ត្រកិច្ចសហប្រតិបត្តិការព្រំដែនគោកនិងព្រំដែនសមុទ្រកិច្ចសហប្រតិបត្តិការភស្តុភារបច្ចេកទេសឧស្សាហកម្មការពារជាតិបច្ចេកវិទ្យានិងព័ត៌មានការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលអប់រំនិងវឹកវើការពិនិត្យព្យាបាលជំងឺនិងជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកទន្ទឹមនេះភាគីទាំងពីរបានដាក់ចេញនៅទិសដៅអនុវត្តបន្តនិងបានប្រគល់ភារកិច្ចជូនក្រុមការងារពិធីសារប្រទេសទាំងពីររៀបចំខ្លឹមសារការងារសំខាន់រួមមានការងារអប់រំចិត្តសាស្ត្រការផ្លាស់ប្ដូរគណៈប្រតិភូនិងយន្តការសហប្រតិបត្តិការការបណ្ដុះបណ្ដាលធនធានមនុស្សការគ្រប់គ្រងនិងការពារព្រំដែនគោកនិងសមុទ្រជំនួយទៅវិញទៅមកសេដ្ឋកិច្ចការពារជាតិនិងពាណិជ្ជកម្មយោធាកិច្ចសហប្រតិបត្តិការពហុភាគីនិងប្រតិបត្តិការនិងព្រឹត្តិការណ៍ដែលរៀបចំដោយភាគីនីមួយៗតាមយន្តការបដូរវេននៅឆ្នាំ2027ខាងមុខភាគីទាំងពីរបានឯកភាពរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមលើកទី10នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងបរិបទស្ថានភាពសន្តិសុខតំបន់និងពិភពលោកបច្ចុប្បន្នភាគីទាំងពីរបានយកចិត្តទុកដាក់គាំទ្រគ្នាទៅវិញទៅមកពង្រឹងពង្រីកចំណងសាមគ្គីភាពមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការតាមរយៈបង្កើនការពិគ្រោះយោបល់ការចែករំលែកព័ត៌មាននិងការដោះស្រាយបញ្ហានានាដែលជាផលប្រយោជន៍និងកង្វល់រួមកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមលើកទី9នេះឯកឧត្តមឧត្តមសេនីយ៍ Q Chain និងឯកឧត្តមឧត្តមសេនីយ៍បំរុងងវៀនឈឿងថាំងបានចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមលើកទី9ឆ្នាំ2026